សាស្រមៃកើតអំពីជនហោះមួយដែលមានលឿនលឿនដល់ថ្នាក់ថាប្រសិនបើមានមីស៊ីលបាញ់សម្ដាមមកវាការការពារខ្លួនតែមួយគត់របស់វាគឺគ្រាន់តែបង្កើនលឿនហោះឲ្យលឿនជាងគ្រាប់មីស៊ីលនោះទៅទៀតហោះនៅគៀកនឹងព្រំដែនលំហអាកាសដែលមេឃប្រែជាពណ៌ខ្មៅនិងធ្វើដំណើរលឿនខ្លាំងបំផុតនេះគឺជា SR-71 Blackbird ដែលជាយន្តហោះមានមនុស្សបើកលឿនបំផុតក្នុងប្រវត្តិសាស្ត្រក្នុងវីដេអូនេះយើងនឹងទៅស្វែងយល់ពីវិស្វកម្មដែលមិនគួរឲ្យជឿនិងបេសកកម្មដ៏អស្ចារ្យរបស់ស្ដេចត្រួតត្រាផ្ទៃមេឃមួយនេះតួខ្លួនរបស់វាមានសភាពវែងខ្លាំងនិងស្រួចដូចជាព្រួញដែលរចនាឡើងដើម្បីកាត់បន្ថយកម្លាំងកកិតខ្យល់ក្នុងល្បឿនលឿនជាងសំឡេង3ដងឬជាង3ម៉ាំងផ្នែកក្បាលមានរាងស្រួចវែងខ្លាំងលក្ខណៈពិសេសបំផុតរបស់ SR-71 គឺគែមចំហៀងខ្លួនដែលគេហៅថា Chinese វាជាបន្ទះសំពែតស្រួចដែលរត់តាមបណ្ដោយសងខាងតួខ្លួនចាប់ពីក្បាលរហូតដល់ស្លាបវាមើលទៅដូចជាថាសហោះដែលមានតួខ្លួននៅចំកណ្ដាលវាមានស្លាបរាងត្រីកោណដែលមានផ្ទៃក្រឡាធំហើយត្រូវបានរចនាឲ្យរលាយចូលគ្នាជាមួយតួខ្លួននៅលើស្លាបសងខាងមានផ្ទុកម៉ាស៊ីន Turbojet ខ្នាតធំចំនួន2ដែលមានរូបរាងជាស៊ីឡាំងវែងៗនៅខាងមុខម៉ាស៊ីននីមួយៗមានបង្គោលស្រួចរាងកោណដែលអាចរំកិលចេញចូលបានដើម្បីគ្រប់គ្រងលំហូរខ្យល់ចូលទៅក្នុងម៉ាស៊ីននៅខាងលើម៉ាស៊ីនទាំងពីរមានព្រុយកន្ទុយបញ្ឈរចំនួន2អ្វីដែលពិសេសនោះគឺព្រុយកន្ទុយទាំងនេះត្រូវបានរចនាឲ្យផ្អៀងចូលក្នុងដែលខុសពីយន្តហោះទូទៅដើម្បីជួយដល់ស្ថិរភាពនិងកាត់បន្ថយការចាំសញ្ញាពីរ៉ាដាមានកាប៊ីនតូចមួយនៅផ្នែកខាងមុខដែលមានកញ្ចក់ការពារកម្ដៅខ្លាំងវាមានកន្លែងអង្គុយ2ជួរម្នាក់អង្គុយមុខហើយម្នាក់ទៀតអង្គុយក្រោយយន្តហោះទាំងមូលត្រូវបានស្រោបដោយថ្នាំពណ៌ខ្មៅងងឹតដែលជាប្រភពនៃឈ្មោះ Blackbird ពណ៌នេះមិនមែនដើម្បីសម្រស់ទេប៉ុន្តែវាមានតួនាទីបញ្ចេញកម្ដៅដែលកើតឡើងពីការកក់កាត់ខ្យល់និងជួយបំផិនរ៉ាដាប្រសិនបើមើលជិតផ្ទៃស្លាបនិងតួខ្លួនរបស់វាមានសភាពរលោងឬមិនមែនរលោងស្មើទេដើម្បីទុកលំហឲ្យលោហៈរីកមៀតនៅពេលវាក្តៅខ្លាំងក្នុងពេលហោះហើរជារំ SR-71 មានរូបរាងមើលទៅដូចជាសត្វស្លាបដែកពណ៌ខ្មៅដែលមានសភាពសំប៉ែនស្រួចនិងវែងអន្លាយដែលមើលទៅហាក់ដូចជាយន្តហោះមកពីភពផ្សេងយន្តហោះ SR-71 Blackbird មិនមែនគ្រាន់តែជាយន្តហោះធម្មតានោះទេប៉ុន្តែវាគឺជាអច្ឆរិយៈនៃវិស្វកម្មអាកាសចរដែលត្រូវបានបង្កើតឡើងក្នុងសម័យសង្គ្រាមត្រជាក់រហូតមកដល់ពេលនេះវានៅតែរក្សាកំណត់ត្រាជាយន្តហោះដែលមានល្បឿនលឿនបំផុតនិងហោះបានខ្ពស់បំផុតក្នុងโลกចំពោះបច្ចេកវិទ្យានិងសមត្ថភាពដ៏អស្ចារ្យរបស់វា SR-71 អាចហោះហើរក្នុងល្បឿនជាង 3,500 គីឡូម៉ែត្រក្នុង1ម៉ោងក្នុងល្បឿននេះវាអាចហោះឆ្លងកាត់សហរដ្ឋអាមេរិកទាំងមូលដោយប្រើពេលតិចជាង2ម៉ោងវាអាចហោះបានខ្ពស់ដល់ទៅ 8,500 ហ្វីតឬប្រហែល26 គីឡូម៉ែត្រនៅកម្ពស់នេះ Pilot អាចមើលឃើញសភាពកោងនៃផែនដីនិងមេឃខ្មៅងងឹតនៃលំហអាកាសចំពោះបច្ចេកវិទ្យាម៉ាស៊ីនប្រាណនិងវាយធានី J57 ឬ Turbojet ម៉ាស៊ីន J58 ដើរតួជាម៉ាស៊ីន Turbojet ធម្មតានៅពេលហោះឡើងប៉ុន្តែនៅពេលល្បឿនលឿនជាង2ម៉ាំងវានៅបង្វែរលំហូរខ្យល់ឲ្យរត់កាន់ម៉ាស៊ីនដោយផ្ទាល់ដែលផ្ដល់កម្លាំងរុញច្រានកាន់តែខ្លាំងកូនស្រួចនៅមុខម៉ាស៊ីនមានតួនាទីរំកិលចេញចូលដើម្បីគ្រប់គ្រងរលកសំឡេងនិងលំហូរខ្យល់កុំឲ្យម៉ាស៊ីនរលត់ក្នុងល្បឿនលឿនខ្លាំងការកកិតជាមួយខ្យល់ក្នុងល្បឿន3ម៉ាំងធ្វើឲ្យផ្ទៃខាងក្រៅយន្តហោះក្តៅខ្លាំងរហូតដល់480អង្សាសេឬក្តៅរហូតដល់កញ្ចក់ Pilot ប្រែជាពណ៌ខៀវដើម្បីទប់ទល់នឹងកម្ដៅនេះយន្តហោះត្រូវបានផលិតឡើងពីលោហៈទីតានីញ៉ូមជិតទាំងស្រុងតួខ្លួនរបស់វាត្រូវបានរចនាឲ្យមានចន្លោះតិចនៅពេលនៅលើផែនដីវានឹងលេចសាំងចេញមកក្រៅព្រោះសន្លាក់មិនទាន់ជិតគ្នាប៉ុន្តែនៅពេលហោះក្នុងល្បឿនលឿនកម្ដៅនឹងធ្វើឲ្យលោហៈរីកមានរួចបង្ក្រាបគ្នាជិតឈឹងតែម្ដងរីឯបច្ចេកវិទ្យាបំបាំងកាយ SR-71 គឺជាយន្តហោះដំបូងគេមួយដែលប្រើប្រាស់បច្ចេកវិទ្យាបំបាំងកាយដោយជារូបរាងរបស់វាត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការចាំងត្រឡប់នៃរ៉ាដាថ្នាំពណ៌ខ្មៅរបស់វាមានផ្ទុកនៅសារធាតុដែកដែលជួយស្រូបយកសញ្ញារ៉ាដារបស់សត្រូវទោះបីជាវាមិនមានបំពាក់អាវុធសម្រាប់វាយប្រហារប៉ុន្តែវាមានភ្នែកទិព្វដូចជាវាអាចថតរូបភាពផ្ទៃដីទំហំជាង 25,000 គីឡូម៉ែត្រការ៉េក្នុងរយៈពេលត្រឹមតែ1ម៉ោងរូបភាពដែលថតចេញមកច្បាស់រហូតដល់អាចមើលឃើញផ្លាកលេខឡានពីលើមេឃវាមានប្រព័ន្ធចាំសញ្ញាវិទ្យុនិងសញ្ញាអេឡិចត្រូនិកផ្សេងៗរបស់សត្រូវពីចម្ងាយយុទ្ធសាស្ត្រការពារខ្លួនរបស់ SR-71 សម័យបំផុតគឺហោះឲ្យលឿនជាងនៅពេលរ៉ាដារបស់យន្តហោះចាប់បានថាមានមីស៊ីលរបស់សត្រូវបាញ់តម្រង់មករកវា Pilot មិនបាច់បាញ់គ្រាប់បំបាំងឬ
ធ្វើសម្ពយុទ្ធអ្វីឡើយគេគ្រាន់តែសង្កត់គេបន្ថែមល្បឿនក្នុងប្រវត្តិសាស្ត្រមីស៊ីលសត្រូវជាង 4000 គ្រឿងត្រូវបានបាញ់សម្ដៅវាប៉ុន្តែមិនដែលមានសូម្បីតែមួយគ្រឿងដែលអាចដេញតាមវាទាន់ឬបាញ់វាទម្លាក់បានឡើយជារួម SR-71 Blackburn គឺជាមហាអំណាចនៃល្បឿននិងបច្ចេកវិទ្យាដែលបានបង្ហាញពីឥទ្ធិពលកម្ពុជានៃវិទ្យាសាស្ត្ររបស់អាមេរិកក្នុងសម័យនោះប៉ុន្តែបច្ចេកវិទ្យារបស់វានៅតែជាមូលដ្ឋានគ្រឹះសម្រាប់យន្តហោះទំនើបនាពេលបច្ចុប្បន្នចំពោះបេសកកម្មរបស់យន្តហោះ SR-71 Blackburn គឺជាផ្នែកមួយដ៏អាចកំបាំងនិងសំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកវាត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារ CIA និងកងទ័ពអាកាសអាមេរិកដើម្បីប្រមូលព្រមមានដែលយន្តហោះដទៃឬផ្កាយរណបមិនអាចធ្វើបាន SR-71 មិនមែនជាយន្តហោះសម្រាប់ទម្លាក់គ្រាប់បែកឬវាយប្រហារឡើយបេសកកម្មតែមួយគត់របស់វាគឺការប្រមូលព័ត៌មានវាបំពាក់កាមេរ៉ាដែលអាចថតរូបបានច្បាស់កម្រិតខ្ពស់ពីកម្ពស់ 25 គីឡូម៉ែត្រក្នុងបេសកកម្មមួយវានឹងហោះកាត់លើគោលដៅហើយថតរូបភាពយកមកវិភាគពីទីតាំងមីស៊ីលមូលដ្ឋានទ័ពនិងចលនាទ័ពសត្រូវក្រៅពីថតរូបវាក៏មានឧបករណ៍សម្រាប់ចាំសញ្ញាវិទ្យុនិងរ៉ាដារបស់សត្រូវដើម្បីដឹងថាប្រព័ន្ធការពារអាកាសរបស់សត្រូវស្ថិតនៅត្រង់ណានិងដំណើរការរបៀបណាក្នុងសម័យសង្គ្រាមត្រជា SR-71 បានបំពេញបេសកកម្មនៅតំបន់ក្តៅជាច្រើនដូចជាវាបានហោះលើវៀតណាមខាងជើងជាច្រើនលើកដើម្បីថតរូបភាពទីតាំងមីស៊ីលការពារអាកាសនិងការត្រៀមលក្ខណៈរបស់ទ័ពវៀតណាមខាងជើងតាមដានសកម្មភាពយោធានៅតំបន់ព្រំដែន DMZ និងកម្មវិធីអាវុធរបស់កូរ៉េខាងជើងវាហោះតាមបណ្ដោយព្រំដែនសូវៀតដើម្បីតាមដានការសាកល្បងមីស៊ីលនិងចលនាកងទ័ពអាកាសសូវៀតនិងក្នុងសង្គ្រាមយមគីពើឆ្នាំ 1973 វាបានផ្ដល់រូបភាពយ៉ាងសំខាន់ដល់អ៊ីស្រាអែលនិងអាមេរិកអំពីទីតាំងទ័ពអេស៊ីបនិងស៊េរីបេសកកម្មនីមួយៗរបស់ SR-71 គឺមានភាពស្មុគស្មាញខ្លាំងដោយសារយន្តហោះនេះលេចសាំងនៅពេលនៅលើដីដោយសារសន្លាក់តួខ្លួនត្រូវតូចចន្លោះសម្រាប់រីកមាឌពេលក្តៅវាត្រូវហោះឡើងដោយមានសាំងតិចតួចបន្ទាប់មកត្រូវជួបជាមួយយន្តហោះចាក់សាំង KC-135Q នៅលើអាកាសភ្លាមដើម្បីចាក់សាំងឲ្យពេញទើបអាចចាប់ផ្ដើមហោះក្នុងល្បឿនលឿនបានក្នុងល្បឿន 3 ម៉ាកយន្តហោះនេះអាចចូលក្នុងដែនអាកាសសត្រូវថតរូបរួចចាក់ចេញទៅវិញក្នុងរយៈពេលដ៏ខ្លីបំផុតដែលធ្វើឲ្យសត្រូវមិនមានពេលគ្រប់គ្រាន់ក្នុងការរៀបចំការវាយបកអ្វីដែលអស្ចារ្យបំផុតក្នុងបេសកកម្មរបស់ SR-71 គឺភាពមិនដែលចាញ់ក្នុងអំឡុងពេលបំពេញបេសកកម្មជិត 30 ឆ្នាំមានមីស៊ីលជាង 4000 គ្រាប់ត្រូវបានបាញ់សម្ដៅវាប៉ុន្តែមិនដែលមានសូម្បីតែមួយគ្រាប់អាចបាញ់វាទម្លាក់បានរាល់ពេលប្រព័ន្ធការពារខ្លួនប្រកាសសន្និដ្ឋានមានមីស៊ីលដេញតាមពីឡុតគ្រាន់តែបន្ថែមល្បឿនឲ្យលឿនជាងមុនហើយមីស៊ីលទាំងនោះនឹងអស់ថាមពលរួចធ្លាក់ចុះមកវិញដោយខ្លួនឯងព្រោះមិនអាចដេញតាមល្បឿននិងកម្ពស់របស់ SR-71 ទិនទោះបីជាមានផ្កាយរណបស៊ើបការក៏ដោយប៉ុន្តែ SR-71 នៅតែត្រូវបានគេប្រើប្រាស់ព្រោះផ្កាយរណបហោះតាមកន្លងថេរនិងពេលវេលាជាក់លាក់ដែលសត្រូវអាចដឹងមុននិងលាក់ខ្លួនបាន SR-71 អាចបញ្ជូនទៅកាន់គោលដៅនៅពេលណាក៏បានតាមតម្រូវការបន្ទាន់របស់ប្រធានាធិបតីនិងអាចថតរូបភាពមុំផ្សេងដែលផ្កាយរណបធ្វើមិនបានជារួមបេសកកម្ម SR-71 Blackburn គឺជាការបង្ហាញពីភាពជាម្ចាស់លើអាកាសវាបានផ្ដល់នូវព័ត៌មានសម្ងាត់ដ៏មានតម្លៃបំផុតដល់សហរដ្ឋអាមេរិកដែលជួយទប់ស្កាត់ចំនួននិងផ្ដល់ការមានប្រៀបលើសត្រូវក្នុងសម័យសង្គ្រាមត្រជាក់វាបានចូលនិវត្តន៍នៅឆ្នាំ 1998 ដោយបន្សល់ទុកនូវកំណត់ត្រាមិនដែលចាញ់ក្នុងសមរភូមិ